ខ្ញុំមកដឹងថាបងប្អូនចូលចិត្តបរិយាកាសបែបនេះដូចខ្ញុំអត់ទេសម្រាប់ខ្ញុំគឺចូលចិត្តខ្លាំងមែនទែនព្រោះឲ្យបានបទពិសោធន៍ថ្មីហើយយើងទទួលបានគ្រឿងសមុទ្រស្រស់ៗដែលអ្នកនេសាទរកបាននៅទីនេះតែម្ដងនេះគឺជាសហគមន៍ឈ្មោះថាកំពង់សាមគ្គីបងប្អូនអ្នកគ្នាដែលបច្ចុប្បន្នសហគមន៍មានការរៀបចំស្អាតមែនទែនពីមួយថ្ងៃទៅមួយថ្ងៃហើយម្ហូបឆ្ងាញ់ហើយធម្មជាតិរកបានដោយអ្នកនេសាទនៅទីនេះតែម្ដងហើយសហគមន៍បងប្អូនឃើញបច្ចុប្បន្ននេះគឺមានកន្លែងស្នាក់នៅច្រើនមែនទែនអាប់ដេតមករហូតហើយជាពិសេសគឺមានស្ពានដើរក្នុងព្រៃកោងកាងវែងឆ្ងាយមែនទែនហើយបច្ចុប្បន្ននេះដូចបងប្អូនឃើញក្នុងវីដេអូនេះស្រាប់ក៏មានរៀបចំជាឆាកធំទូលាយងាយស្រួលឲ្យបងប្អូនដើរកំសាន្តក៏ដូចជាបោះតង់អញ្ចឹងណាហើយទីនេះគឺធម្មជាតិពិតតែម្ដងបងប្អូនដែលចូលចិត្តវីដេអូបែបធម្មជាតិអញ្ចឹងទស្សនាវីដេអូនេះទៅមិនខុសទេងាយស្រួលបងប្អូនមកលេងសហគមន៍ដឹងកន្លែងដើរបានសពនេះបោះតង់បានមួយអេមហើយព្រៃកោងកាងនៅមុខនោះយើងអាចចូលរកក្តាមថ្មឲ្យបានទៀតណាស្អាតបច្ចុប្បន្ននេះមានផ្លូវដើរទៅមុខមួយហើយខាងនេះគេតែធ្វើជាផ្លូវកោងកាងមួយទៀតណាប្លែកមែនតើបងប្អូនអូទំធ្វើណាម្លប់ល្អបងប្អូនឃើញឡងម្លប់ទៅឆឹងហ្មងចាំមិនគេអភិរក្សព្រៃកោងកាងបានប្រយោជន៍ចឹងយើងនាំរំបងប្អូនទៅមុខវិញទៅកន្លែងនេះមិនមានlạiដើរឆ្ងាយនេះបងប្អូននៅខាងនាំបងប្អូននៅកន្លែងដែលស្អាតនៅខាងមុខនេះយើងដើរបន្តិចដល់សមុទ្រណាវាសហគមន៍កំពង់សាមគ្គីវាលយត្រង់ថាវាជាប់ព្រែកជាប់សមុទ្រខាងមុខស្អាតទឹកលាយបាទយើងចេញពីទីតាំងកន្លែងព្រៃកោងកាងនេះយើងដើរមកដល់លើម្ដុំស្ពាននៅមុខផ្ទះហ្នឹងតែម្ដងផ្ទះជាប់ទឹកបងប្អូនអ្នកគ្នាហើយយើងបត់ឆ្វេងទៅកន្លែងនេះតែមិនធ្វើទេយើងចូលទៅដើរទៅប្រហែលជាតុង400ម៉ែត្រទេបងប្អូនអ្នកគ្នាស្ពានឈើហ្នឹងទៅឆ្ងាយមែនទេដើរស្របតាមព្រៃកោងកាងទៅដល់សមុទ្រតែម្ដងអញ្ចឹងបងប្អូនចាំមើលទស្សនវិជ្ជាតំបន់ស្ពានសីទៀតហើយសហគមន៍កំពង់សាមគ្គីនឹងមានការរៀបចំទ្រង់ទ្រាយធំគឺធ្វើស្ពានឫស្សីតែទឹកតែម្ដងបងប្អូនអ្នកគ្នាហើយមានការចិញ្ចឹមត្រីជាច្រើនទៀតបងប្អូនគ្នាថ្ងៃអនាគតគឺសហគមន៍កំពង់សាមគ្គីនេះគឺជាទីតាំងមួយដែលល្អខ្លាំងមែនទែនដោយសារជាប់ព្រែកធំហើយគឺជាប់សមុទ្រទៀតហើយព្រំបតលចិត្តកែបចិត្តកពតទៀតអញ្ចឹងងាយស្រួលភ្ញៀវទេសចរមកលេងម្ដងគឺចំណេញមែនទែនបានទាំងពីរខេត្តតែម្ដងគឺយើងដើរមកតែទៀតគឺដល់សមុទ្រតែម្ដងសមុទ្រនៅខាងមុខអូស្អាតណាស់បងប្អូនអើយនេះដើរមកសន្ទុះដល់ខាងសមុទ្រណាហើយកន្លែងនេះគេចិញ្ចឹមក្តាមបងប្អូនអ្នកគ្នាហើយនឹងចិញ្ចឹមត្រីឆ្ពង់អញ្ចឹងទៅនេះសិតតែជាគម្រោងរបស់សហគមន៍គេរៀបចំហ្នឹងណាឃើញបងប្អូនស្ពានឫស្សីវែងណាវាចាប់ផ្ដើមធ្វើហើយទៅទៀតយើងអាចដើរលើស្ពានឫស្សីបានទៀតស្អាតបងប្អូនគ្នាអត់នេះគឺមានការរៀបចំកញ្ចុះនៅខាងមុខហើយស្ពាននេះវែងមែនទែនទម្លុះទៅដល់ព្រៃកោងកាងមកជារៀងទៀតបងប្អូនគ្នាស្អាតបងប្អូនហើយនេះស្ពានឫស្សីបងប្អូននេះស្ពានឫស្សីទាំងអស់ទៅវែងមែនទែនតិចយើងបានដើរលើស្ពានឫស្សីហ្នឹងហើយបាទបន្ទាប់ពីដើររថតនៅខាងមុខឲ្យបងប្អូនទស្សនាហើយគឺដើរមករកបាយញ៉ាំថ្ងៃត្រង់ហើយហាងគាត់នៅលើទឹកតែម្ដងសូកអង្គុយសូកខ្យល់អាកាសបរិសុទ្ធហើយមានលក់ដូងមានលក់នំហើយក៏មានកំងម្ហូបបានមកកាផ្លេហ្មងបងប្អូនអ្នកគ្នានៅសហគមន៍ការចំណាយអត់សូវអស់ច្រើនទេនឹងតាមបទពិសោធន៍ខ្ញុំមកណាចឹងបងប្អូនដែលចង់ចំណាយតិចហើយចង់បានបរិយាកាសល្អហើយបែបលក្ខណៈធម្មជាតិជិះមកសហគមន៍បានដាក់ដូងមកផ្លែទឹកសុទ្ធមកដល់គាត់ឲ្យយើងអង្គុយទេអត់ពិបាកទេហើយបងប្អូនមកលេងអញ្ចឹងចំពេលអ្នកនេសាទនេសាទបានគ្រឿងសមុទ្រផ្សេងហ្នឹងបងប្អូនអាចទិញបានទៀតគឺគាត់អត់ថាយទេទិញឲ្យជួលគាត់ចំអិនទៅអញ្ចឹងណាបងប្អូនអ្នកគ្នាបាទនេះគ្រប់បងប្រុសគាត់រកបានក្រែងហូលក្រែងឈាមអីយកមកលក់ឲ្យយើងអញ្ចឹងទៅដោយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងណាហើយទូកប្រភេទទូកនេះគឺទូកដឹកភ្ញៀវដែលគាត់មកលេងអញ្ចឹងដឹកគាត់ដើរមើលតាមព្រៃកោងកាងតាមអីអញ្ចឹងទៅហើយក៏មានទូកអ្នកនេសាទរត់កាត់ហ្នឹងគឺបានអារម្មណ៍មួយរៀងប្លែកម្យ៉ាងបងប្អូនអ្នកគ្នាដោយសារវីដេអូនេះខ្ញុំអត់បានសូវនិយាយផ្ទាល់ទេដោយសារវាលឺខ្យល់អញ្ចឹងខ្ញុំបញ្ចូលសលេងនៅផ្ទះទៅបាទបន្ទាប់ពីយើងអង្គុយមកស្ទុះក៏ម្ហូបឆ្អិនអញ្ចឹងទៅយើងហូបទៅបងប្អូនអ្នកគ្នារបស់ធម្មជាតិ
ជាមួយហូបបាយជាមួយបងខំតបចឹងទៅបាទនេះដូចបកានេះហ្នឹងសិតតែល្អហើយបងប្អូនអ្នកគ្នាហើយឃើញឈាមនេះគឺយើងរកបានធម្មជាតិហើយបកាក៏ធម្មជាតិដែរស្រស់ហូបទៅឆ្ងាញ់មែនទែនផ្លាស់ខ្សែត្រជាក់ចឹងទៅនេះបងប្អូនណាឡើយស្ពានដែលខ្ញុំដើរទៅហ្នឹងពីមុនខ្ញុំថតឲ្យបងប្អូនបានតែត្រឹមនោះទេឥឡូវខ្ញុំតបន្តិចទៀតឲ្យបងប្អូនទស្សនាថែមទៀតចុះស្ពាននេះគឺមានប្រវែងវែងមែនទែនដើរកាត់មាត់សមុទ្រហ្នឹងទៅតែម្ដងក្បែរព្រៃកោងកាងហ្នឹងចូលជា300ម៉ែត្របងប្អូនអ្នកគ្នាហើយក៏មានការរៀបចំជាកញ្ចុះច្រើនទៀតហើយក៏មានស្ពានឫស្សីបណ្ដែតទឹកថែមទៀតបងប្អូនអ្នកគ្នាដ្រូនពងហោះទៅទៀតឃើញកន្លែងស្ពានឫស្សីអញ្ចឹងសហគមន៍កំពង់សាមគ្គីបច្ចុប្បន្ននេះគឺធ្វើសម្រុកធ្វើមែនទែនដើម្បីឲ្យភ្ញៀវទេសចរគាត់មកលេងកម្សាន្តទៅបានបទពិសោធន៍ថ្មីសប្បាយចិត្តប្លែកអារម្មណ៍អញ្ចឹងណាបងប្អូនអ្នកគ្នាបាទហើយខ្ញុំហោះទៅដល់ខាងមុខនោះឃើញថាមានស្ពានឫស្សីបណ្ដែតទឹកអែបនៅស្ពានឈើហ្នឹងតែម្ដងអញ្ចឹងភាគច្រើនកម្រមានឃើញមានស្ពានឫស្សីមានភាគច្រើនឃើញនៅកំពង់ចាមអញ្ចឹងណាហើយកម្រគេធ្វើនៅសមុទ្រប៉ុន្តែសហគមន៍កំពង់សាមគ្គីឃើញថាធ្វើស្ពានឫស្សីបណ្ដែតទឹកនៅខាងសមុទ្រតែម្ដងបាទអរគុណបងប្អូនអ្នកគ្នាដែលចំណាយពេលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេច like page និង subscribe channel របស់ខ្ញុំម្នាក់មួយផង